សម្រាប់បងដែលគាត់ទៅចាប់ដើមនៅក្នុងវិស័យត្រែតើបងមានអ្វីសម្រាប់ក្នុងការឲ្យគាត់ធ្វើយ៉ាងណាដើម្បីឲ្យគាត់ដើរឈានជើងរយៈពេលយូរបានបងទៅក្នុងវិស័យ trading បងអរគុណជំនួសល្អសម្រាប់គ្នាយើងដែលចាប់ផ្ដើមនៅក្នុងវិស័យ trade ថ្មីភាពជាក់ស្ដែងខ្ញុំលើកទឹកចិត្តឲ្យខំ back test ព្រោះពាក្យថា back test អ្នកណាក៏និយាយដែរប៉ុន្តែ back test សំទោស back test យើងត្រូវតែមានយើងបានnotice ទៅលើ data ណាព្រោះទីផ្សារជាក់ស្ដែងវាមាន nature របស់វាផ្ដោះប្ដូរព្រោះnature ផ្លាស់ប្ដូរពេលដែលយើង back test នៅក្នុងរូបភាព A ខ្ញុំសូមនិយាយថានៅក្នុងរូបភាព A យើង muscle memory យើងវានឹង save រូបភាព A ហ្នឹងហើយប៉ុន្តែពេលដែលទៅមុខទៀតវានឹងមានរូបភាព B នៅក្នុង A តែមួយប៉ុន្តែវារូបភាព manipulate ផ្សេងទៀតអញ្ចឹងវាត្រូវការឲ្យគ្នាយើងបន្ទាប់ពី back test ហ្នឹងត្រូវតែកត់សម្គាល់ទៅលើទីផ្សារហើយ notice របស់វាតាមផ្សារ collect data ពីផ្សារអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយលើកទឹកចិត្តឲ្យ company ហើយសិក្សាពីផ្សារបានច្រើនជាងfocus ទៅលើprofit អរគុណសម្រាប់ក្នុងការឲ្យខ្ញុំសភាបងក្នុងថ្ងៃហ្នឹងបងអញ្ចឹងបងអាចមានសារអ្វីផ្ញើទៅបងដែលគាត់ទៅចាប់ដើមជាចុងក្រោយហ៎បងសារបើនិយាយពីផ្ញើសារខ្ញុំធ្លាប់ផ្ញើសារច្រើនហើយអញ្ចឹងជាចុងក្រោយអត់មានអីច្រើនទេក្រៅពីលើកទឹកចិត្តឲ្យ company រៀនកុំតន់អាចចោះចាញ់ game វាទៅចាប់ដើមទេព្រោះពេលដែលខ្ញុំចាប់ដើមមកដល់ឥឡូវខ្ញុំក៏ទៅឃើញខ្លួនឯង2ឆ្នាំចុងក្រោយដែរបើពីមុនយើងមិននិយាយទេព្រោះវាដើរនៅក្នុងរូបភាព cycle អញ្ចឹងណាបាទអញ្ចឹងមកឃើញរូបភាពខ្លួនឯងសប្តាហ៍ថ្ងៃនេះខ្ញុំសិក្សាមកក៏ច្រើនដែរបាទអញ្ចឹងបើសិនជាទៅបញ្ចូលបាន1ឆ្នាំទៅ2ឆ្នាំ1ខែ2ខែ3ខែ6ខែយើងបោះវាទៅហើយយើងបោះបង់វាបាត់ទៅហើយអញ្ចឹងខ្ញុំគិតថាវាអត់ស័ក្តិសមសម្រាប់គ្នាយើងទេបើសិនជាយើងអត់បានយកវាជាអាជីពបាទអូខេវីដេអូចុងក្រោយគឺមានតែប៉ុណ្្នឹងហើយអរគុណបងច្រើនសម្រាប់ការសម្ភាសន៍មួយហ្នឹងបងអរគុណច្រើនហើយជួបគ្នានៅវីដេអូក្រោយ